បាទសូមជម្រាបសួរនេះគឺជាបន្ទប់ផ្ដល់ព័ត៌មានខាងរិស័ព្ទយើងនៅ DPS សាខាឈុតមាសបន្ទប់នេះបដោះអាសន្នទេបាទបដោះអាសន្នទេដោយសារបន្ទប់ដែលយើងកំពុងធ្វើផ្លូវការនោះអត់ទាន់រួចរាល់ជាងក៏អត់ទាន់រួចរាល់ណាអញ្ចឹងថ្ងៃស្អែកខាង DPS សាខាឈុតមាសយើងចាប់ផ្ដើមទទួលធ្វើតេស្តចូលរៀនថ្នាក់ភាសាខ្មែរនិងភាសាអង់គ្លេសពេញម៉ោងព្រឹកថ្ងៃនិងក្រៅម៉ោងពេលល្ងាចបាទម៉ោង 5:20 6:20 និង 6:40 7:40 បាទអញ្ចឹងបើលោកពូអ្នកមីងដែលមានបុត្រធីតាបាទហើយចង់ឲ្យបុត្រធីតាគាត់រៀននៅសាលាយើងខ្ញុំ DPS សាខាឈុតមាសអាចអញ្ជើញមកចុះឈ្មោះនៅថ្ងៃស្អែកនេះបានទទួលព័ត៌មានធ្វើតេស្តចូលរៀនបាទនេះក្មួយបាទចំណែកនេះគឺជាបន្ទប់ផ្ដល់ព័ត៌មានផ្លូវការនេះយើងធ្វើខាងនេះផ្នែករីស័ព្ទបាទក៏ផ្ដល់ព័ត៌មានណាតែគេធ្វើពីដានហើយពីដានពុះពេកលាបពីអីហ្នឹងហើយនេះគឺកន្លែងនេះបិតាគាត់រងចាំធំដែរគាត់អត់ទាន់រួចរាល់បាទហើយចំណែកនេះគឺបន្ទប់តេស្តចូលរៀនហើយបាទហើយនោះបន្ទប់ speaking អញ្ចឹងប្រហែលជាយូរចុងខែនេះដាច់ខែ8យើងដឹងតែរួចរាល់ហើយគាត់ថាឥឡូវយើងចាប់ផ្ដើមទទួលយកព័ត៌មានសិនទទួលការសួរព័ត៌មាននិងប្រឡងចូលសិនខែ8យើងរួចរាល់ចប់ខែ8យើងរួចរាល់បានចូលរៀនតែម្ដងបាទអញ្ចឹងនេះយើកូនលោកគ្រូវិធានេះវិធានាំមកទាំងគ្រូសាតែម្ដងហើយមានអ្នកណាគេនេះចូលរៀននៅ DP ឈុំមាសក៏អត់នេះចូលរៀនអត់អត់ទេចានេះចង់រៀននៅហ្នឹងដែរចង់ចង់ដែរចង់វិញហ៎នេះគ្រូគុនធាបាទខំសម្អាតបានស្អាតគាត់រួចរាល់ទេតែយើងនឹងធ្វើឲ្យរួចរាល់មុនខែ9ណាកាធាមុនខែ9ថ្ងៃ1ខែ9យើងចូលរៀនអញ្ចឹងយើងសល់ប្រហែលជា20ថ្ងៃទៀតដែរក្នុងការរៀបចំឲ្យហើយបាទជីហោនៅសល់ design យើងចង់បានជីហោល្អអញ្ចឹងគេ design មិនទាន់ត្រូវតែឥឡូវយើងដាក់ផ្លាកនិងបដោះអាសន្នសិនបាទនេះអញ្ចឹងកុំភ្លេចពុកម៉ែបងប្អូនដែលចង់ឲ្យបុត្រកដាមករៀនភាសាអង់គ្លេសឬភាសាខ្មែរអាចអញ្ជើញមកសួរព័ត៌មានចាប់ពីថ្ងៃស្អែកនេះទៅបាទម៉ោង 7 ព្រឹកបាទអញ្ចឹងសូមអរគុណសូមជម្រាបលា